ជាដំបូងខ្ញុំសូមជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះប៉ាន់សុវត្ថនៈមកពីក្រុម SU2 ថ្ងៃនេះខ្ញុំនឹងមកបង្ហាញពី project មួយហើយវាបែងចែកជា3 form ទី1 login form main form ហើយ product form ឥឡូវយើងចូល login form មុននៅក្នុង login form ហ្នឹងវាមាន username ហើយ password នៅពេលដែលយើងវាយ username ឬក៏ password យើងត្រូវយើងចុច OK ទៅវានឹងបញ្ជូនយើងទៅកាន់ main form ឥឡូវយើងចូលទៅកាន់ main form ទាំងអស់គ្នានៅក្នុង main form ហ្នឹងខ្ញុំនិយាយពី file កន្លែង file នេះហើយ log out នេះកន្លែង log out នេះនៅពេលដែលយើងចុច log out ទៅវានឹងនាំយើងទៅកាន់ login form វិញហើយចំណែកកន្លែង inventory stock នេះអាហ្នឹងនៅពេលដែលយើងចុចលើ product management នេះវានឹងនាំយើងទៅកាន់ product form អញ្ចឹងយើងទៅកាន់ product form ទាំងអស់គ្នានៅក្នុង product form ហ្នឹងយើងបែងយើងមាន name barcode unit price sale price category name ហើយ front នេះកន្លែងដាក់រូបភាពមាន sale update delete ហើយក្រោមនេះគឺជា table នៅពេលដែលយើងបញ្ចូលទិន្នន័យហើយយើងវានឹងធ្លាក់ទិន្នន័យមកក្នុង table ហ្នឹងអញ្ចឹងយើងសាកចូលទៅកាន់អ្នកនរគ្នាadmin password ហើយយើង inventory stock ដាក់ឥឡូវយើងដល់ product form យើងធ្វើការបញ្ចូលទិន្នន័យcategory name វា beer ហើយយើងចូលរូបភាពយើងជិត save ដល់ពេលដែលយើងជិត save ទៅវា load សារ message មួយវាថា product create successful នៅពេលដែលវា create successful វានឹងធ្លាក់ទិន្នន័យមកនៅក្នុង table នេះអញ្ចឹងការបង្ហាញ form ខ្ញុំភ្ជាប់ត្រឹមហ្នឹងឥឡូវយើងចូលទៅកាន់ code source code ទាំងអស់គ្នាជាដំបូងវាមាន login form ហើយកន្លែងនេះកន្លែងប៊ូតុង check box នៅពេលដែលនៅពេលដែលយើងចុចលើវាទៅវានឹងបង្ហាញcode បង្ហាញ password ឲ្យយើងឃើញនៅពេលដែលយើងចុចបិទវាទៅនៅពេលដែលយើងចុចទៅវានឹងដាក់password ហ្នឹងជាផ្កាយដូច hide password ចំណែកបន្ទាប់គឺប៊ូតុង OK ប៊ូតុង OK ហ្នឹងនៅពេលដែលយើងវាយ username ហើយ password យើងត្រឹមត្រូវវានឹងនាំយើងទៅកាន់ main form តែបើយើងវាយ username ឬក៏ password ខុសវានឹង load message មកថា user and password is invalid កន្លែង login form ហ្នឹងអស់ហើយឥឡូវយើងចូលទៅកាន់ main form វិញកន្លែង main form កន្លែងនេះ exist ហ្នឹងវាពេលដែលយើងចុចទៅវាចេញវា load ចេញចំណែក log out នេះនៅពេលដែលយើងចុច log out ទៅវានឹង load នាំយើងទៅកាន់ login form របស់យើងវិញហើយ menu item product ហ្នឹងវានឹងនាំយើងទៅកាន់កន្លែង product management របស់យើង
នៅហើយកន្លែងនេះអស់ហើយឥឡូវយើងចូលទៅកាន់ប្រដាប់ form យើង source ប្រដាប់ form វិញហើយនៅកន្លែងនេះប្រដាប់ form នៅវាមាន3ចំណុចកន្លែង category list ហ្នឹងវាមាន beer soft drink and fresh milk យើងបង្ហាញមិញហ្នឹងកន្លែងនេះគឺកន្លែង save ប៊ូតុង save ហើយប៊ូតុង save ហ្នឹងវានឹង save ទិន្នន័យដែលយើងបានវាយបញ្ចូលproduct របស់យើងហ្នឹងយើងនៅពេលដែលយើងចុច save ទៅវានឹង save ID name barcode unit price sale price របស់យើងហើយចំណុចមួយទៀតគឺ BTN Pro ហ្នឹងកន្លែងហ្នឹងគឺនៅពេលដែលយើងចុច click លើវាទៅវានឹងនាំយើងទៅកាន់ desktop របស់យើងហើយយើងរើសរូបភាពយកមកដាក់បញ្ចូលនៅដាក់បង្ហាញនៅកន្លែងប្រដាប់ form យើងហ្នឹងកន្លែងនេះវាអស់ហើយឥឡូវយើងចូលទៅកាន់ model product យើងនៅក្នុងកន្លែង model product ហ្នឹងយើងបាន store ទុកនៅ ID name barcode unit price sale price photo category name ហើយទាំងអស់ទៀតហើយនៅពេលដែលយើងចូលទៅហើយវាបាន store នឹង store ទុកថាជា product list វាបាន store ទុកជា array list ហើយវាប៉ុណ្ណឹងហើយចំណែកកន្លែង override នេះវាធ្វើការ save ទុកនៅគឺវាធ្វើការ verify ទៅលើ user នៅពេលដែលយើងហើយនៅពេលដែលយើង add product នឹងជោគជ័យវានឹងផ្ញើ message មកយើងថា product create successful តែបើយើង add វាអត់ជោគជ័យវានឹង load វាថា error sell product បន្ទាប់ទៀតគឺកន្លែង loading data to table កន្លែងហ្នឹងនៅពេលដែលយើងវាយទិន្នន័យរបស់យើងហើយយើងចុច sell ទៅវានឹង sell ទុកទៅកាន់ table ហើយវានឹងវា sell ក្នុង table ហើយវាបង្ហាញកន្លែង product វានឹងបង្ហាញនៅកន្លែងទិន្នន័យនៅកន្លែង table នេះអត់ត្រឹមជាតបយើងចូលទៅកាន់function កន្លែងនេះវាធ្វើការ verify ថា checkbox យើងហ្នឹងវាទឹកបងហ្នឹងវាគឺទៅទេហើយចំណែកកន្លែង actionable កន្លែងនេះវាធ្វើការកន្លែងហ្នឹងគឺសម្រាប់ដំណើរការប៊ូតុងរបស់យើងហើយកន្លែងហើយនឹង search by ជាបន្តកន្លែង action គឺវាធ្វើការ override វាធ្វើការ override នៅ implement នៃ action របស់យើងអញ្ចឹងនៅក្នុង lab ទី1របស់យើងគឺសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណដល់លោកគ្រូនិងមិត្តរួមថ្នាក់ដែលបានទស្សនាទាំងអស់គ្នាសូមអរគុណ